អ្នកទាំងអស់គ្នាចង់ឃើញរូបភាពបែបនេះហើយនឹងបែបនេះតើប្រាសាទមួយនេះមានទីតាំងស្ថិតនៅទីណាទៅហើយមានរូបរាងបែបណាទៅហើយប្រាសាទនេះមានឈ្មោះអ្វីដែរបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងណាកុំភ្លេចតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់តោះឥឡូវនេះខ្ញុំនឹងរៀបរាប់អំពីឈ្មោះប្រាសាទនិងទស្សនាវីដេអូប្រាសាទទាំងអស់គ្នាប្រាសាទនេះមានឈ្មោះថាប្រាសាទបន្ទាយឆ្មាកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7នៅចុងសតវត្សទី12និងដើមសតវត្សទី13ការកសាងនេះដើម្បីឧទ្ទិសដល់ពុទ្ធសាសនាមហាយានចំពោះស្ថាបត្យកម្មរចនាបថប្រាសាទបាយ័នប្រាសាទបន្ទាយឆ្មាមានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មាឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យឥឡូវនេះយើងទៅតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទទាំងអស់គ្នាជម្រាបសួរនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះហុកនិងខ្ញុំឈ្មោះនំដាណេនិងខ្ញុំឈ្មោះតាប្រាំឥឡូវនេះយើងកំពុងតែស្ថិតនៅប្រាសាទបន្ទាយឆ្មាតើអ្នកទាំងអស់គ្នាធ្លាប់បានមកលេងប្រាសាទបន្ទាយឆ្មាដែរទេនិងធ្លាប់បានឃើញប្រាសាទបន្ទាយឆ្មាដែរទេបើអ្នកគ្នាមិនទាន់ដឹងថាប្រាសាទបន្ទាយឆ្មាមានរូបរាងបែបណានិងទិដ្ឋភាពបែបណាតោះឥឡូវនេះយើងទៅទស្សនាលើប្រាសាទទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាឥឡូវនេះយើងបានចូលមកដល់ខាងក្នុងនៃប្រាសាទបន្ទាយឆ្មាហើយតើអ្នកទាំងអស់គ្នាចង់ដឹងថាខាងក្នុងនៃប្រាសាទបន្ទាយឆ្មាមានរូបរាងបែបណានិងមានទិដ្ឋភាពបែបណាឥឡូវនេះតើយើងទៅតាមដានទស្សនាទាំងអស់គ្នាប្រាសាទបន្ទាយឆ្មាដែលមានដូចជា5ប្រាសាទហើយមានដើមឈើទូធំច្រើននៅក្នុងទីនេះយើងចូលមកខាងក្នុងបន្តិចទៀតនេះយើងនឹងបានឃើញប្រាសាទកាន់តែច្បាស់ហើយធ្វើឲ្យយើងមានអារម្មណ៍ថាត្រជាក់ភ្នែកព្រមទាំងមានបរិយាកាសស្រស់ស្រាយដែលមានដើមឈើតូចធំគ្របដណ្ដប់នៅក្នុងប្រាសាទតោះអ្នកទាំងអស់គ្នាយើងទៅទស្សនាទិដ្ឋភាពនៅខាងមុខបន្តទៀតអ្នកទាំងអស់គ្នានៅក្នុងទីនេះក៏មានកន្លែងថតរូបសាកសពផងដែរសម្រាប់អ្នកចង់ថតរូបឬផលិតជាវីដេអូឥឡូវនេះយើងបានដើរចេញពីចំណុចកណ្ដាលនៃប្រាសាទហើយបន្តទៅទៀតនេះយើងនឹងទៅចំណុចខាងក្រោយនៃប្រាសាទថានឹងមានរូបរាងបែបណាហើយមានអ្វីខ្លះនៅទីនោះតើយើងទៅទស្សនាទាំងអស់គ្នានៅចំណុចខាងក្រោយប្រាសាទនេះគឺមានការកសាងនិងជួសជុលឡើងវិញនៅរោងទងថ្មីដែលប្រកបទៅដោយរូបចម្លាក់ដែលបានរៀបរាប់អំពីអរិយធម៌និងការកសាងនៅក្នុងសម័យនោះផងដែរបើយើងធ្វើដំណើរមកខាងត្បូងបន្តិចយើងនឹងមើលឃើញរូបចម្លាក់កាន់តែច្បាស់ដោយសារតែរោងទងខាងនេះគឺគេបានរៀបចំមុននៅរោងទងផ្សេងទៀតបើអ្នកទាំងអស់គ្នាចង់ទៅចិត្តទៅអារម្មណ៍ចង់រំសាយនៅបាត់អស់ទូកង្វល់អ្នកទាំងអស់គ្នាអាចមកប្រាសាទបន្ទាយឆ្មាបានដោយសារតែនៅទីនេះអ្នកទាំងអស់គ្នាได้ឃើញស្រាប់ហើយគឺមានដើមឈើធំនិងច្រើនខ្លាំងមែនទែនធ្វើឲ្យម្លប់ត្រជាក់ខ្លាំងដែលធ្វើឲ្យយើង
បាត់អស់នៅទឹកកង្វល់មកខាងនេះគឺជាមច្ឆាដែលគេកំពុងតែល្បីខ្លាំងមែនទែនគឺភេកច្រើនគឺគេថតនៅសៀមរាបប៉ុន្តែនៅប្រាសាទបន្ទាយឆ្មាក៏មានមច្ឆាដែរឥឡូវនេះយើងកំពុងតែធ្វើដំណើរទៅខាងមុខប្រាសាទវិញហើយដោយសារតែយើងបានទស្សនានៅក្នុងប្រាសាទក៏រួចហើយនៅខាងក្រោយប្រាសាទក៏រួចហើយយើងមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែននៅពេលបានមកកាន់ប្រាសាទបន្ទាយឆ្មានេះធ្វើឲ្យអារម្មណ៍យើងត្រជាក់ចិត្តត្រជាក់ខ្លាំងមែនទែនអូអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់មកឃើញរូបរាងប្រាសាទដ៏ពេញលេញណាអ្នកទាំងអស់គ្នាអាចមកទស្សនាដោយផ្ទាល់បានដោយសារតែវីដេអូនេះគឺមិនបានថតពេញលេញរបស់ទ្រង់ទ្រាយប្រាសាទទាំងអស់នោះទេដោយសារប្រាសាទនេះធំដែរអូខេអ្នកទាំងអស់គ្នាវីដេអូដែលទស្សនាប្រាសាទបន្ទាយឆ្មារបស់យើងក៏បានឈានមកដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជាចុងក្រោយខ្ញុំសូមសនំពរឲ្យអ្នកទាំងអស់គ្នាកុំភ្លេចជួយ follow និង share ដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិបានទស្សនាវីដេអូនេះនិងបានឃើញអំពីប្រាសាទនៃវប្បធម៌ខ្មែរដើម្បីមកទស្សនានៅប្រាសាទនេះកាន់តែច្រើនសូមអរគុណបាយបាយ